ជំរាបសួរបងប្អូនទាំងអស់គ្នាបាទអូមូសបាទមូសមែនតើក្បែរខ្ញុំនេះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំបង្ហាញវីដេអូខ្លីក៏ជាចំណេះដឹងបន្តិចតួចទេបាទមិនជំនាញខ្លាំងទេបាទចាំបត់ពិសោធន៍ធ្លាប់បាទហើយក៏ធ្លាប់រៀនខ្លះដែរបាទតែភ្លេចអស់ដែរធ្វើតែសួនឥឡូវភ្លេចកសិកម្មមួយចំនួនបាទបណ្ដោះតត្រួយកាត់មេឃកាត់អីថ្ងៃនេះខ្ញុំបង្ហាញពីតត្រួយដើមស្វាយបាទដើមស្វាយបងប្អូននេះគឺចាប់ដើមដោះហើយគឺអត់ទាន់បាន2អាទិត្យទេខែស្វាយអានេះគឺស្វាយបណ្ដោះដោយគ្រាប់បាទរយៈពេល4-5 ខែរាប់បានដើមប៉ុណ្ណេះហើយបន្ទាប់មកគឺយើងយកមេឃយកត្រួយវាយកត្រួយដែលមានផ្លែណាប្រភេទដែលបានដែលវាដោះដែលវាមានផ្លែស្រាប់អញ្ចឹងយើងយកត្រួយរបស់វានេះយកមកតជាមួយនឹងដើមដែលបណ្ដោះដោយគ្រាប់បាទបងប្អូនឥឡូវឃើញថាដោះហើយគឺបងប្អូនត្រួយនេះគឺជាស្វាយកែលវើយបាទឬក៏គេហៅអីគេស្វាយខ្ទិះណាបងប្អូនស្វាយខ្ទិះបាទស្វាយជប៉ុនបាទផ្អែមឆ្ងាញ់រសជាតិបាទឥឡូវចាប់ដើមដោះហើយបងប្អូនងាយស្រួលទេគាត់ទៅបងប្អូនយកត្រួយវាមកហើយត្រួយដើមដែលមានផ្លែហ្នឹងហើយនឹងប្រភេទបន្តដោយគ្រាប់គឺធ្វើម៉េចឲ្យវាប៉ុនគ្នាបាទប៉ុនគ្នាដើម្បីតទៅវាឲ្យវាជាប់គ្នាហើយយើងងាយស្រួលរុំផងបាទតទៅប្រហាក់ប្រហែលគ្នា2ហ្នឹងហើយនឹងប្រភេទបន្តដោយគ្រាប់ហ្នឹងធ្វើម៉េចឲ្យប៉ុនគ្នាដើម្បីយើងដាក់ភ្ជាប់បាទហើយតបមកបងប្អូនចិត្តវានេះគ្រាន់តែបងប្អូនខ្ញុំអត់បានធ្វើពេលដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំអត់បានផុសវីដេអូទេបាទគ្រាន់តែវាងាយស្រួលទេហើយបើមិនសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើជាមួយខ្ញុំបង្ហាញបងប្អូនបាទប្រាប់ពីថាយើងត្រូវកាត់យកមេឃមួយណាហើយធ្វើយ៉ាងម៉េចឥឡូវចាប់ដើមដោះហើយនេះបងប្អូនប៉ុន្តែបងប្អូនក៏ពិតជាថង់នេះគឺវាអត់ត្រង់ស្តង់ដារទេបាទយកថង់ដែលវាស្ដើងជាងហ្នឹងហើយប្រភេទថ្លាជាងហ្នឹងណាអានេះគឺថង់ដែលរៀងក្រាស់ហើយបងប្អូនវាអត់ត្រូវស្តង់ដារទេគឺថង់ដែលល្អគឺអាថង់ដែលយើងច្រកស្ករណាថង់1 គីឡូបាទអាហ្នឹងវាមានសំណើមជាងបាទហើយវាងាយស្រួលដោះប៉ុន្តែទោះបីយ៉ាងណាក៏ដោយ5-4 ដើមគឺដោះបានតែ2ដើមទេបាទនេះមួយហើយនឹងអានេះមួយបងប្អូនបាទអញ្ចឹងវិធីតត្រួយមេឃស្វាយបងប្អូនបាទវិធីតត្រួយមេឃស្វាយប៉ុណ្្នឹងឯងឥឡូវឃើញចេញត្រួយនេះឃើញទេបងប្អូននេះអរគុណច្រើន